ទីបំផុតផ្អើលអស់ពិភពលោកពលរដ្ឋដេញចាប់លោកខ្លែងខ្លាយរត់ផ្អើលពេញផ្សារដោយសារតែព្រះអង្គប៉ុន្មានអង្គដើរបិណ្ឌបាតយកលុយទៅហឺហាផឹកស្រាសប្បាយទិញបារីជក់ស្កាក់ក្អាយមិនខ្វល់ពីអ្នកដែលដាក់បិណ្ឌឲ្យលោកនោះឡើយពិតប្រាកដណាស់ផ្អើលអស់ពិភពលោកហើយពេលនេះលោកខ្លែងខ្លាយប៉ុន្មានអង្គត្រូវបានពលរដ្ឋនៅក្នុងផ្សារដេញចោមចាប់រត់ផ្អើលពេញផ្សារបាត់ជើងសព្រាតរត់ចោលស្បង់រត់ចោលបាតព្រះអង្គហើយព្រះអង្គតើមុខរបរសុចរិតម្ដេចក៏មិនទៅធ្វើហេតុអីក៏មកធ្វើជាព្រះសង្ឃខ្លែងខ្លាយយ៉ាងដូចនេះទាំងដឹងហើយថាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាគឺប្រជាជនយើងគោរពស្រឡាញ់ជាទីបំផុតតែមិនគួរណាមានបុគ្គលមួយចំនួនតូចដែលមិនដឹងពីតម្លៃនៃពុទ្ធសាសនាបែរជាយកពុទ្ធសាសនាមកធ្វើជាមុខរបរប្រកបប្រចាំជីវិតទៅវិញតើទង្វើទាំងនេះជាទង្វើត្រឹមត្រូវឬក៏យ៉ាងណាសូមបងប្អូនមេត្តាពិចារណានិងខមមិននៅខាងក្រោមដូចតទៅអធិប្បាយព័ត៌មានដោយខ្ញុំបាទមាសសារ៉ាក៏សូមធ្វើការបញ្ចប់ព័ត៌មានមួយនេះតែប៉ុណ្ណេះសូមអរគុណនិងសូមគោរពលា